សូមស្វាគមន៍មកកាន់ Audiobook ស្ដីពីសិល្បៈនៃការនិយាយជាសាធារណៈតើអ្នកធ្លាប់មានអារម្មណ៍ភ័យបែកញើសដៃបេះដូងលោតញាប់និងស្ងួតករាល់ពេលដែលអ្នកក្រោកឈរនិយាយទៅមនុស្សជាច្រើនដែរឬទេប្រសិនបើអ្នកធ្លាប់អ្នកមិនមែនជាមនុស្សតែម្នាក់នោះទេការភ័យខ្លាចក្នុងការនិយាយជាសាធារណៈគឺជាការភ័យខ្លាចមួយដែលធំបំផុតរបស់មនុស្សជាតិប៉ុន្តែភាពជាអ្នកនិយាយដ៏ឆ្នើមមិនមែនកើតឡើងពីធម្មជាតិនោះទេវាគឺជាជំនាញដែលអាចរៀនសូត្រនិងហ្វឹកហាត់បាននៅក្នុងសៀវភៅសម្លេងមួយនេះយើងនឹងបកស្រាយយ៉ាងស៊ីជម្រៅនៅយុទ្ធសាស្ត្រនិងតិចនិចសំខាន់ៗដែលជួយឲ្យអ្នកប្រែក្លាយពីអ្នកតែងតែភ័យខ្លាចទៅជាអ្នកមានឥទ្ធិពលនិងទាក់ទាញបេះដូងអ្នកស្ដាប់បានយ៉ាងជោគជ័យមុននឹងយើងរៀនពីរបៀបនិយាយយើងត្រូវយល់ពីប្រភពនៃបញ្ហាសិនហេតុអ្វីបានជាយើងភ័យតាមបែបវិទ្យាសាស្ត្រនៅពេលដែលយើងឈរនៅមុខមនុស្សជាច្រើនខួរក្បាលរបស់យើងបានបញ្ជូនសញ្ញាប្រកាសអាសន្នដូចគ្នានឹងពេលដែលយើងប្រឈមមុខជាមួយនឹងសត្វសាហាវដែររាងកាយបញ្ចេញអរម៉ូនធ្វើឲ្យយើងដកដង្ហើមញាប់និងញ័រខ្លួនដើម្បីគ្រប់គ្រងស្ថានភាពនេះអ្នកមិនត្រូវប្រឆាំងនឹងវាទេប៉ុន្តែត្រូវបង្វែរវានេះគឺជាវិធីសាស្ត្រជាក់ស្ដែងទី1ការផ្លាស់ប្ដូរការគិតកុំគិតថាអ្នកកំពុងតែឈរឲ្យគេវាយតម្លៃចូលគិតថាអ្នកកំពុងតែចែករំលែកកាដូមួយដល់អ្នកស្ដាប់កាដូនោះគឺជាចំណេះដឹងបទពិសោធន៍ឬព័ត៌មានដែលអ្នកមាននៅពេលដែលអ្នកផ្ដោតទៅលើការឲ្យជាជាងការបារម្ភពីខ្លួនឯងភាពភ័យខ្លាចនឹងថយចុះដោយស្វ័យប្រវត្តិទី2តិចនិចនៃការដកដង្ហើមមុនពេលឡើងឆាក5នាទីសូមរកកន្លែងស្ងាត់រួចដកដង្ហើមតាមច្រមុះរយៈពេល4វិនាទីទប់ដង្ហើមរយៈពេល7វិនាទីរួចផ្លុំខ្យល់ចេញតាមមាត់យឺតៗរយៈពេល8នាទីធ្វើបែបនេះ4ទៅ5ដងវិធីនេះជួយបញ្ចុះចង្វាក់បេះដូងនិងប្រាប់ខួរក្បាលរបស់អ្នកថាគ្រប់យ៉ាងគឺមានសុវត្ថិភាពទី3ការស្រមៃពីភាពជោគជ័យអ្នកកីឡាករអាជីពតែងតែប្រើប្រាស់វិធីនេះសូមបិទភ្នែកហើយស្រមៃមើលខ្លួនឯងដែលដើរឡើងឆាកដោយស្នាមញញឹមនិយាយដោយរលូននិងឃើញទស្សនិកជនកំពុងងក់ក្បាលយល់ស្របនិងទះដៃអបអរសាទរនៅទីបញ្ចប់ការស្រមៃនេះជួយបង្កើតផែនទីវិជ្ជមាននៅក្នុងខួរក្បាលរបស់អ្នកលោក Abraham Lincoln ធ្លាប់បាននិយាយថាបើឲ្យខ្ញុំ6ម៉ោងដើម្បីកាប់ដើមឈើមួយដើមខ្ញុំនឹងចំណាយពេល4ម៉ោងដំបូងដើម្បីសម្លៀងពូថៅការនិយាយជាសាធារណៈក៏ដូចគ្នាការរៀបចំគឺជាកូនសោនៃភាពជោគជ័យតើត្រូវរៀបចំខ្លឹមសារបែបណាទើបមិនធ្វើឲ្យគេធុញអ្នកត្រូវអនុវត្តរចនាសម្ព័ន្ធមាស3ផ្នែកផ្នែកទី1ការបើកក្បាលដ៏ទាក់ទាញកុំចាប់ផ្ដើមដោយពាក្យថាសួស្ដីខ្ញុំឈ្មោះកហើយថ្ងៃនេះខ្ញុំមកនិយាយអំពីនេះជារបៀបបើកក្បាលដែលគួរឲ្យធុញបំផុតអ្នកមានត្រឹមតែពេល7ទៅ15វិនាទីដំបូងប៉ុណ្ណោះដើម្បីទាញយកចំណាប់អារម្មណ៍ចូលស្ដាប់ដោយចាប់ផ្ដើមសំណួរចាក់ដោតតើអ្នកទាំងអស់គ្នានៅទីនេះមានប៉ុន្មានអ្នកដែលធ្លាប់ចង់បោះបង់ក្តីស្រមៃរបស់ខ្លួនទិន្នន័យគួរឲ្យភ្ញាក់ផ្អើលតើដឹងទេថា 80% នៃអាជីវកម្មថ្មីត្រូវបរាជ័យរយៈពេល5ឆ្នាំដំបូងឬសាច់រឿងខ្លីមួយកាលពី10ឆ្នាំមុនខ្ញុំឈរនៅចំណុចដែលងងឹតបំផុតក្នុងជីវិតផ្នែកទី2តួសេចក្តីនិងច្បាប់នៃចំណុចទាំង3ខួរក្បាលមនុស្សមិនអាចចងចាំព័ត៌មានច្រើនពេកក្នុងពេលតែមួយបានទេសូមសង្ខេបគំនិតចម្បងរបស់អ្នកឲ្យនៅសល់ត្រឹមតែ3ចំណុចធំៗប៉ុណ្ណោះឧទាហរណ៍បើអ្នកនិយាយពីភាពជោគជ័យសូមចែកចេញជាទី1ការតាំងទិសដៅទី2ការអនុវត្តទី3ការមិនបោះបង់នៅក្នុងចំណុចនីមួយៗត្រូវមានឧទាហរណ៍ជាក់ស្ដែងឬរឿងរ៉ាវមកគាំទ្រជានិច្ចព្រោះមនុស្សចងចាំសាច់រឿងបានល្អជាងទ្រឹស្ដីផ្នែកទី3ការបញ្ចប់ដែលដក់ជាប់ក្នុងអារម្មណ៍នៅចុងបញ្ចប់កុំគ្រាន់តែនិយាយថាសូមអរគុណដែលបានស្ដាប់រួចដើរចុះអ្នកត្រូវតែមានសេចក្តីសន្និដ្ឋានខ្លីមួយ
ដើម្បីរំលឹកពីចំណុចទាំង3រួចផ្ដល់នូវការជំរុញចិត្តឲ្យអនុវត្តឧទាហរណ៍ដូច្នេះចាប់ពីថ្ងៃនេះតទៅសូមកុំទុកក្តីស្រមៃរបស់អ្នកត្រឹមតែជាការគិតចូលចាប់ផ្ដើមធ្វើវាទោះបីជាបោះជំហានតូចមួយក៏ដោយសូមអរគុណអ្នកប្រហែលជាធ្លាប់ឮហើយថាការទំនាក់ទំនងរបស់មនុស្សយើងគឺ 55% បានមកពីភាសាកាយវិការ 38% បានមកពីសំឡេងនិងត្រឹមតែ 7% ប៉ុណ្ណោះដែលបានមកពីពាក្យពេចន៍ដែលយើងនិយាយចេញមកដូច្នេះទោះជាខ្លឹមសារអ្នកល្អឥតខ្ចោះយ៉ាងណាក៏ដោយបើអ្នកឈរថ្មឹងដោយរូបសំណាកហើយនិយាយរៀបស្មើវាសឹងតែគ្មានន័យអ្វីឡើយតោះយើងមកនិយាយពីភាសាកាយវិការការសម្លឹងភ្នែកកុំសម្លឹងមើលពីដានកុំសម្លឹងមើលកម្រាលឥតហើយក៏កុំសម្លឹងតែក្រដាស់ត្រូវប្រើប្រាស់ច្បាប់សម្លឹង3វិនាទីសម្លឹងមើលភ្នែកមនុស្សម្នាក់ឲ្យចំរយៈពេល3វិនាទីស្មើនឹងការនិយាយចប់មួយឃ្លារួចបដូរទៅសម្លឹងម្នាក់ទៀតនៅម្ខាងទៀតនៃបន្ទប់ធ្វើបែបនេះអ្នកស្ដាប់ម្នាក់នឹងមានអារម្មណ៍ថាអ្នកកំពុងនិយាយផ្ទាល់ជាមួយនឹងពួកគេឥរិយាបថនិងការប្រើដៃឈរឲ្យត្រង់បើកស្មាឲ្យទូលាយជៀសវាងការអោបដៃដែលបង្ហាញពីការបិទចិត្តឬយកដៃដាក់ក្នុងខោប៉ៅប្រើដៃរបស់អ្នកដើម្បីគូសបញ្ជាក់អត្ថន័យឧទាហរណ៍បើនិយាយថាកើនឡើងសូមលើកដៃឡើងទៅលើបើនិយាយពីពាក្យ3ជម្រើសសូមលើកដៃ3ចំណែកឯការប្រើប្រាស់សំឡេងវិញសំឡេងរបស់អ្នកគឺជាឧបករណ៍តន្ត្រីកុំលេងតែមួយណោតល្បឿននិងសំឡេងនៅពេលអ្នកនិយាយពីអ្វីដែលរំភើបចូលនិយាយឲ្យលឿនបន្តិចហើយដំឡើងសំឡេងប៉ុន្តែនៅពេលអ្នកនិយាយចំចំណុចសំខាន់ដែលត្រូវការការគិតចូលនិយាយឲ្យយឺតហើយទម្លាក់សំឡេងឲ្យធ្ងន់ថាមពលនៃភាពស្ងៀមស្ងាត់អ្នកនិយាយថ្មីថ្មោងតែងតែខ្លាចភាពស្ងាត់ជ្រងំពួកគេតែងតែប្រើពាក្យឬក៏ដើម្បីបំពេញចន្លោះចូលជំនួសវាដោយការផ្អាក2ទៅ3វិនាទីមុននឹងទម្លាក់ចំណុចសំខាន់ធ្វើឲ្យទស្សនិកជនមានការទន្ទឹងរង់ចាំយ៉ាងខ្លាំងឃើញទេភាពស្ងៀមស្ងាត់អំបើមិញនេះធ្វើឲ្យអ្នកកាន់តែផ្ដោតអារម្មណ៍មែនទេនេះគឺជាឥទ្ធិពលនៃការផ្អាកទោះបីជាអ្នករៀបចំបានល្អកម្រិតណាក៏ដោយអ្វីមិនតែងតែរលូន 100% នោះទេពេលខ្លះក្បាលមីក្រូខូចពេលខ្លះភ្លេចពាក្យពេចន៍ឬពេលខ្លះទស្សនិកជនមើលទៅហាក់ដូចជាងងុយគេងប្រសិនបើអ្នកភ្លេចពាក្យពេចន៍សូមកុំភ័យស្លន់ស្លោគ្រាន់តែឈប់បន្តិចញញឹមរួចដើរមួយជំហានទៅមុខផឹកទឹកមួយក្អឹកអ្នកនឹងអាចរកឃើញវិញបើអ្នកនៅតែរកមិនឃើញសូមរំលងវាហើយបន្តទៅចំណុចបន្ទាប់អ្នកស្ដាប់នឹងមិនដឹងថាអ្នករៀបចំអ្វីខ្លះនោះទេមានតែអ្នកទេដែលដឹងដើម្បីភ្ជាប់ទំនាក់ទំនងឲ្យបានសរមុតចូលចេះអានស្ថានភាពនៅក្នុងបន្ទប់ប្រសិនបើអ្នកឃើញអ្នកស្ដាប់ចាប់ផ្ដើមចុចទូរស័ព្ទឬស្ងាបសូមបដូរចង្វាក់សួរសំណួរទៅកាន់ពួកគេឲ្យពួកគេលើកដៃនិយាយរឿងកំប្លែងខ្លីមួយឬឲ្យពួកគេងាកទៅនិយាយជាមួយអ្នកអង្គុយជិតគ្នាជាដើមការនិយាយជាសាធារណៈមិនមែនជាការសម្ដែងឯកតជនទេវាគឺជាការសន្ទនាពីផ្លូវរវាងអ្នកនិងអ្នកស្ដាប់សរុបសេចក្តីមកការនិយាយជាសាធារណៈឲ្យបានល្អមិនមែនជាវេទមន្តនោះទេវាចាប់ផ្ដើមចេញពីការបដូរផ្នត់គំនិតដើម្បីយកឈ្នះភាពភ័យខ្លាចការរៀបចំរចនាសម្ព័ន្ធអត្ថបទឲ្យមានភាពទាក់ទាញចាប់ពីបើកក្បាលរហូតដល់ចុងបញ្ចប់ការរលាយបញ្ចូលគ្នានៅភាសាកាយវិការនិងចង្វាក់សំឡេងឲ្យរស់រវើកនិងសមត្ថភាពក្នុងការបត់បែនភ្ជាប់ទំនាក់ទំនងជាមួយអ្នកស្ដាប់សូមចងចាំថាគ្មាននរណាម្នាក់កើតមកចេះនិយាយមុខមីក្រូហ្វូនភ្លាមនោះទេសូម្បីតែអ្នកនិយាយល្បីៗលើពិភពលោកក៏ធ្លាប់ជាអ្នករៀនដំបូងដែលមានជើងញ័រនិងដៃបែកញើសដូចអ្នកដែរភាពខុសគ្នាតែមួយគត់គឺពួកគេមិនបោះបង់ពួកគេបន្តវឹកហាត់ហើយវឹកហាត់ទៀតរាល់ពេលដែលអ្នកឡើងនិយាយវាគឺជាឱកាសមួយដើម្បីលូតលាស់កុំខ្លាចនឹងធ្វើខុស
ព្រោះកំហុសគឺជាគ្រូបង្រៀនដ៏ល្អបំផុតចូលយកចំណេះដឹងពីសៀវភៅសម្លេងមួយនេះទៅអនុវត្តជាក់ស្ដែងនៅថ្ងៃនេះមិនថានៅក្នុងថ្នាក់រៀននៅទីកន្លែងធ្វើការឬនៅពិធីជួបជុំមួយណាឡើយពិភពលោកគឺកំពុងរងចាំស្ដាប់សម្លេងនិងគំនិតដ៏ល្អហើយមានតម្លៃរបស់អ្នកសូមអរគុណសម្រាប់ការស្ដាប់សៀវភៅសម្លេងនេះរហូតដល់ទីបញ្ចប់សូមជូនពរឲ្យអ្នកទទួលបានជោគជ័យនិងពោរពេញដោយភាពជឿជាក់ក្នុងការនិយាយជាសាធារណៈរបស់អ្នកសូមជម្រាបលា